Xiaomi 15 T បានមកដល់ដៃរបស់ខ្ញុំហើយសមត្ថភាពកាមេរ៉ាមិនធម្មតាទេតែជាង$400ប៉ុណ្ណោះប៉ុន្តែវាបានបំពាក់មកជាមួយនឹងកាមេរ៉ាទំហំធំ Leica 50 megapixel ដល់ទៅ2គ្រាប់ទាំង sensor gold និង telephoto ពិសេស Xiaomi ប្រើប្រាស់កញ្ចក់កែវ lens របស់ Leica ទៀតផ្ដល់រូបគុណភាពខ្ពស់វិញនិយាយពីមុខងារ portrait វិញគឺមិនចាញ់កាមេរ៉ាជីបប្រមាណទេមុននឹងចូលទៅកាន់វីដេអូលម្អិតខ្ញុំសូមធ្វើការបើកប្រអប់ Xiaomi 15T នេះជាមុនសិនបើកភ្លាមមាន Xiaomi 15T មួយដើមខេសទុនមួយដែលវាជាពណ៌ខ្មៅខ្សែសាកដុំសារល្បឿនលឿន67 វ៉ាត់ក្នុងដៃរបស់ខ្ញុំនឹងពណ៌ខ្មៅប៉ុន្តែគេក៏មានពីរជម្រើសពណ៌ទៀតដែរដូចជាពណ៌ក្រេឬក៏យើងហៅថាប្រផេះនិង rose gold ដែលវាពណ៌មាសលីឈូកណាមើលមកស្អាតម្យ៉ាងដែរឥឡូវយើងចាប់ផ្ដើមពីសមត្ថភាពកាមេរ៉ាទៅមុននៅលើនេះគេបានបំពាក់មកជាមួយនឹងកាមេរ៉ាដល់ទៅ3គ្រាប់ដែលក្រុមហ៊ុនក៏បានសហការជាមួយនឹង Leica ណាចឹងយើងមាន lens gold ទំហំ50 megapixel ហើយ telephoto 50 megapixel និង12 megapixel សម្រាប់ធ្វើការថតប្លង់ទូលាយហើយខ្ញុំចាប់អារម្មណ៍ទៅលើ lens gold របស់គាត់ដោយសារតែគាត់បានបំពាក់ជាមួយនឹង sensor មួយដែលគាត់ឲ្យឈ្មោះថា Live Fusion 800ជាមួយនឹង sensor ចំនួនថ្មីនេះវាធំវាអាចទាញពន្លឺចូលបានច្រើនចឹងនៅពេលយើងធ្វើការថតរូបឬក៏ថតវីដេអូកន្លែងដែលខ្វះពន្លឺណាវាបញ្ចេញរូបភាពបានប្រសើរបានច្បាស់មិនសូវជាមាន noise ទេតាមបទពិសោធន៍របស់ខ្ញុំហ្នឹងខ្ញុំបានថតច្រើននៅកន្លែងដែលខ្វះពន្លឺឃើញថារូបភាពចេញមកគឺស្អាតមែនទែនដូចតែនឹងកាមេរ៉ាជីបអញ្ចឹងនៅពេលដែលយើងចូលទៅកាន់កាមេរ៉ាហើយយើងរើស 1x គឺយើងមាន focal length ដល់ទៅ3ជម្រើសផ្សេងគ្នាយើងចង់ថត 23mm ក៏បាន28ក៏បានឬក៏ 35mm ក៏បានដែរហើយបើយើងថត 2x គឺយើងមាន 46mm និង 92mm អញ្ចឹងខ្ញុំសង្កេតឃើញថាបើទោះបីខ្ញុំលោតទៅកាន់ 92mm ក៏ដោយក៏រូបភាពដែលចេញមកគឺគុណភាពវានៅតែច្បាស់ស្អាតណាវាអត់បែក noise ឬក៏កាត់បន្ថយគុណភាពរូបទេបើយើងថតទៅលើមុខងារ portrait វិញគឺយើងអាចលោតបានដល់ទៅ 75mm មកហើយរូបភាពដែលចេញមកគឺឃើញ bokeh ស្អាតណាប៉ុន្តែយើងអត់បារម្ភទេដោយសារតែលើនេះគឺគេមាន bokeh ឲ្យយើងស្រេច preset ដែលមកស្រេចណាអញ្ចឹងបើយើងចង់ថតជម្រើស bokeh មួយណាយើងអាចរើសមួយហ្នឹងទៅមួយវិញទៀតគឺគាត់មានពណ៌ពី Leica គាត់មានពីរ Leica Authentic ឬក៏ Leica Vibrant ហើយនេះជារូបភាពមួយចំនួនបងប្អូនអាចមើលបានដែលខ្ញុំថតជាមួយនឹង Xiaomi 15T ផ្ទាល់ហើយតើតើនឹងការថតវីដេអូគឺយើងអាចថតបានក្នុងកម្រិត 4K ដល់ទៅ60 frame per second អូនិយាយចឹងបន្ទាប់ពីយើងថតរូបហើយគឺយើងអាចប្រើប្រាស់ AI របស់ Xiaomi ដែរដែលនៅលើនេះគឺមាន Hyper AI ដែលមានបញ្ឈុតឲ្យយើងតែម្ដងទាំង AI ក្នុងការសរសេរ AI ក្នុងការបកប្រែឬក៏ AI subtitle ជាដើមនឹងមាន AI ជាច្រើនទៀតបើនិយាយដល់ការ edit រូបគឺយើងអាចប្រើប្រាស់ AI ក្នុងការបរិយារូបរបស់យើងអាចប្រើប្រាស់ AI ក្នុងការលុបវត្ថុចេញពីរូបឬក៏មួយទៀតយើងអាចធ្វើឲ្យរូបរបស់យើងមកច្បាស់មានគុណភាពជាងមុនអីជាដើមនិយាយទៅ AI នៅលើនេះគឺមានបញ្ឈុតឲ្យយើងហ្មងត្រឡប់ទៅកាន់កាមេរ៉ាមុខវិញគឺវាមានទំហំ32 megapixel ដែលយើងអាចថត 1x ក៏បាននិងប្លង់ទូលាយ 0.8x ចឹងបើយើងចង់ថតជាក្រុមក៏វាងាយស្រួលដែរវាទូលាយជាងមុនចឹងណាក៏លេខមកមើលបន្តែបង្ហាញរបស់ Xiaomi 15T នេះវិញខ្ញុំអាចនិយាយបានថាក្រុមហ៊ុនក៏ព្យាយាមដាក់គេមេក្រង់ឲ្យបានស្ដើងអមជាមួយនឹងកាមេរ៉ាទម្លុះអេក្រង់ណាក្នុងនេះក៏មានប្រកប scan ក្រៅដៃក្រោមអេក្រង់ដែរដែលវាអាចធ្វើការដោះសោបានលឿនមែនទែនទំហំអេក្រង់ 6.83 inch AMOLED ដែលវាអាចបង្ហាញរូបក្នុងកម្រិតដល់ទៅ 1.5K 120Hz refresh rate មាន Dolby Vision support HDR10+ ហើយញាត់ពណ៌ណែនដល់ទៅ12 bit ទៀតហើយពន្លឺអេក្រង់ក៏មិនអន់ដែរដល់ទៅ 3200 nit ដែលយើងអាចចុចក្រោមពន្លឺថ្ងៃឃើញច្បាស់ធម្មតាបន្ទាប់ពីអេក្រង់ខាងមុខនេះក៏គេបានបំពាក់មកជាមួយនឹង Corning Gorilla Glass 7i ចឹងវាធន់ជាមួយនឹងការប៉ះទង្គិចក៏ដូចជាការឆ្កូតហើយខាងក្រៅនេះគេប្រើប្រាស់ Glass Fiber ដែលបើទោះបីជាវាមិនមែនកញ្ចក់ក៏ដោយប្រហែលខ្ញុំអាចនិយាយបានថាវាធន់ណា Xiaomi 15T រត់ដោយ Hyper OS 3.0 និយាយមែនគឺវារអិលមិនចាញ់ប៉មឆាយប្រមាណទេទាំងការចេញចូលកម្មវិធីហើយមាន widget ស្អាតៗទៀតបើនិយាយពីការ customize នៅលើ lock screen មួយពេញចិត្តតែម្ដងវាមានច្រើន mode ច្រើន mark ច្រើន style ដូចមួយនេះជាឧទាហរណ៍ចឹងនៅពេលយើងបិទអេក្រង់វាមានជាចលនារអិលស្អាតខ្លាំងហ្មងណាហើយ gesture ក៏រហ័សទៀតដែលយើងអាចអូសខាងស្ដាំអេក្រង់ចុះក្រោមដើម្បីចូលកាន់របារមុខងារឬក៏អូសខាងឆ្វេងចុះក្រោមដើម្បីចូលរបារដំណឹងជាដើមមុខងារមួយទៀតនៅកាមេរ៉ាមុខនឹង Xiaomi ហៅវាថា Hyper Island ដែលយើងអាចធ្វើការឆ្លាស់កម្មវិធីហើយពេលខ្លះនៅពេលយើងសាកថ្មនៅពេលដែលយើងអាត់សំឡេងហ្នឹងក៏វាបង្ហាញនៅលើនឹងដែរនិយាយមែនវាដំណើរការរអិលក៏រលូនផងដែរចូលទៅកាន់ផ្នែកម៉ាស៊ីនម្ដង Xiaomi 15T នេះគឺវារត់ដោយបន្ទះ chip Dimensity 8400 Ultra ទំហំ4 nanometer វាធ្វើការរអិលល្អមែនទែនទៅលើការលេងហ្គេមក្នុងរយៈពេលយូរណាខ្ញុំបានសាកហ្គេមដែលទាញ graphic ខ្លាំងវានៅតែរត់បានរអិលមិនតាក់ទេកម្ដៅក៏មិនឡើងខ្លាំងដែរដោយសារតែ Xiaomi គាត់បានបំពាក់មកជាមួយបន្ទះបន្សាបកម្ដៅចំនួនថ្មីដែលគាត់ហៅវាថា Xiaomi 3DI Loop System ក្រៅពីនេះ Xiaomi ក៏ដាក់ថ្មធំទំហំ 5500 mAh ទៀតហើយនៅលើនេះគេប្រើប្រាស់ប្រភេទថ្មពិសេសមួយដែលគេហៅថា Xiaomi Surge Battery
ជាមួយនឹងបន្ទះ chip Surge G1 chip អាចនិយាយបានថាវាធ្វើឲ្យម៉ាស៊ីនរត់រលូនអាយុកាលថ្មក៏ប្រើប្រាស់បានយូរទៀតផងប្រកាន់ណាជាមួយនឹងដុំសារ67 វ៉ាត់ចេញពីប្រអប់នេះអាចសាកចូលបានលឿនមែនទែនពី0ដល់ 100% ចាយពេលត្រឹមតែ50នាទីប៉ុណ្ណោះបើយើងទៅតំបន់ដែលមិនសូវជាមានសេវាឬក៏ដាច់សេវាតែម្ដងក៏យើងអត់បារម្ភដែរនៅលើ Xiaomi 15T នេះគេមានបច្ចេកវិទ្យាមួយដែលយើងអាចធ្វើការទំនាក់ទំនងគ្នាឬក៏ call គ្នាបានដោយមិនចាំបាច់មានសេវាទេហើយចង្ងាយដែលយើងអាច call បានល្បាក់ប្រហែលជាជាង1គីឡូម៉ែត្រដែរអញ្ចឹងវាឆ្ងាយគួរសមដែលយើងត្រូវការក្នុងករណីអាសន្នណាមួយឬក៏ត្រូវការទំនាក់ទំនងគឺយើងអាចធ្វើការទំនាក់ទំនងបានលឿន Xiaomi 15T មកជាមួយតម្លៃខ្លួនត្រឹមតែ$449ទេសម្រាប់ទំហំផ្ទុក 256GB និង RAM 12GB សរុបមកវិញខ្ញុំអាចនិយាយបានថានេះជាកញ្ចប់ទូរស័ព្ទដែល Xiaomi ដាក់សមត្ថភាពល្អធំច្រើនទាំងកាមេរ៉ាជារូបរាងស្ដើងស្រាលហើយថ្មក៏ប្រើប្រាស់បានយូរទៀតនិងមានប្រព័ន្ធប្រតិបត្តិការមួយដែលរអិលរលូនឲ្យយើងក្នុងការប្រើប្រាស់ណាចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើ Xiaomi 15T នេះអាចស្វែងរកបានតាមបណ្ដាហាងដែលនៅជិតផ្ទះយើងបំផុតហើយអរគុណច្រើនខ្ញុំនឹងជួបបងប្អូននៅវីដេអូក្រោយទៀត